ខ្សែភាពយន្តនេះបានបើកដំណើរការនៅប្រហែលឆ្នាំ2007នៅប្រទេសអ៊ីរ៉ាក់បន្ទាប់ពីប្រធានាធិបតីប៊ូសបានប្រកាសបញ្ចប់សង្គ្រាមដែលកំពុងបន្តរវាងអ៊ីរ៉ាក់និងសហរដ្ឋអាមេរិកទោះបីជាសង្គ្រាមបានបញ្ចប់ក៏ដោយពលទាហានអាមេរិក Matthews និងអ្នកប្រទេសឃើញរបស់គាត់គឺលោក Sergeant Alan Isaac ត្រូវបានបញ្ជូនទៅកាន់ការសាងសង់បំពង់បំហូរប្រេងនៅកន្លែងស្ងាត់មួយក្នុងប្រទេសអ៊ីរ៉ាក់ពួកគេនៅទីនោះដើម្បីតាមដានសត្រូវដ៏ល្បីមួយដែលកំពុងសម្លាប់ជនជាតិអាមេរិកទាំងអស់ដែលធ្វើការនៅទីតាំងនោះបន្ទាប់មកយើងត្រូវបានបង្ហាញឲ្យឃើញពីដែលកំពុងលាក់ខ្លួននៅពីក្រោយថ្មដោយព្យាយាមស្វែងរកទីតាំងរបស់ស្ត្រូវនៅក្នុងព្រះអាទិត្យដ៏ក្តៅគប់នៃវាលខ្សាច់អ្នកទាំងពីរបានចំណាយពេលជាង20ម៉ោងរួចហើយដើម្បីស្វែងរកអ្នកលបបាញ់ដែលគេសង្ស័យបន្ទាប់ពីរងចាំអស់រយៈពេលជាច្រើនម៉ោងលោក Matthews ចាប់ផ្ដើមមានការអត់ធ្មត់ដោយអះអាងថាមិនមានទាហានអ៊ីរ៉ាក់នៅលើទីតាំងនោះទេក្រោយការថែបានផ្លាស់ប្ដូរវាទាន់ពេលទេទោះបីជាវាមានកំហុសក៏ដោយជាការឆ្លើយតបអ៊ីសាករំលឹកគាត់ថាវិសាលភាពជាកម្មសិទ្ធិរបស់មិត្តភក្តិដែលបានស្លាប់បាត់បង់ជីវិតនិងជាទីគោរពស្រឡាញ់របស់ពួកគេម្នាក់ឈ្មោះទៀននិងមានមនោសញ្ចេតនាផ្សេងតម្លៃដែលភ្ជាប់ជាមួយវាក្រោយមក Matthews ពិនិត្យមើលសាកសពហើយភ្ញាក់ផ្អើលពេលឃើញទាំងអស់ពួកគេបានស្លាប់ជាមួយនឹងការបាញ់ប្រហារដ៏ល្អឥតខ្ចោះគាត់ចាប់ផ្ដើមព្រួយបារម្ភអំពីលទ្ធភាពនៃអ្នកលបបាញ់នៅក្បែរនោះហើយប្រាប់អ៊ីសាអំពីវាដោយយូរដូច្នេះអ៊ីសាបានណែនាំគាត់ឲ្យចេញពីកន្លែងឲ្យបានឆាប់អាចទោះបីជាអ៊ីសានិយាយដូច្នេះក៏ដោយ Matthews ឈរនៅកណ្ដាលគេហទំព័រហើយព្យាយាមស្វែងយល់ទីដៅដែលអាចកើតមាននៃការបាញ់ប្រហារអ៊ីសាស្រែកពីវិទ្យុដោយស្នើឲ្យម៉ាថាយដកថយប៉ុន្តែលើនេះវាយឺតពេលហើយអ្នកលបបាញ់ចាប់ Matthews ហើយបាញ់គាត់ចំពោះពេលឃើញដូច្នេះអ៊ីសាក៏ស្ទុះទៅសង្គ្រោះមន្ត្រីមិត្តរួមរបស់គាត់ដោយរត់តាមផ្លូវសេកសាកជិះវៀងគ្រាប់ប៉ុន្តែមុននឹងគាត់អាចយក Matthews ចេញទៅកន្លែងសុវត្ថិភាពគាត់ត្រូវបានគេបាញ់សម្លាប់ដោយសារតែរឿងនេះគាត់ទុក Matthews លើដីហើយអាចលោតពីក្រោយជញ្ជាំងខណៈ Matthews ស្នើឲ្យ Isaac តាក់ទងទៅមូលដ្ឋានហើយហៅក្រុមបំរុងហើយក្រុមសង្គ្រោះ Isaac ម្យ៉ាងវិញទៀត Isaac បានកត់សម្គាល់របួសគ្រាប់កាំភ្លើងនៅលើជើងខាងស្ដាំរបស់គាត់ហើយព្យាយាមចងខ្សែក្រវ៉ាត់ជុំវិញវាដើម្បីបញ្ឈប់ឈាមមិនឲ្យហូរចេញមិនយូរប៉ុន្មានបន្ទាប់មកគាត់ក៏រើសកាបូបវិទ្យុហើយព្យាយាមតាក់ទងទៅមូលដ្ឋានប៉ុន្តែវិទ្យុមិនលើកយកទេព្រៃកង់តាមការត្រួតពិនិត្យបន្ថែមទៀតគាត់បានរកឃើញថាវិទ្យុនេះត្រូវគ្រាប់កាំភ្លើងនិងអង្តែនរបស់វាត្រូវបានខូចខាតទាំងអស់ដោយដាក់កម្រិតពួកគេមិនឲ្យឲ្យជំនួយនៅទីនោះនៅពេលជាមួយគ្នាម៉ាថាយសួរអ៊ីសាកដើម្បីរកមើលអ្នកលបបាញ់ដូច្នេះគាត់អាចតម្រង់មកគាត់អ៊ីសាកព្យាយាមខាត់គាត់ដោយព្រមានថាបើគាត់ផ្លាស់ទីអ្នកលបបាញ់នឹងបាញ់គាត់ម្ដងទៀតទោះបីជាបែបនេះក្តី Matthews ធ្វើការព្យាយាមមិនបានសម្រេចចេញទៅកាន់កាំភ្លើងអ្នកលបបាញ់របស់គាត់ហើយបានឆ្លងកាត់កណ្ដាលផ្លូវដោយសារតែការឈឺចាប់និងការបាត់បង់ឈាមអ៊ីសាកដឹងថាមិនមានអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះដូច្នេះគាត់សម្រេចចិត្តប្រើពេលវេលាដើម្បីយកចេញគ្រាប់កាំភ្លើងពីជើងរបស់គាត់និងដើម្បីរុំរបួសក្រោយមកអ៊ីសាកក៏ស្លាប់ដែរនៅខាងក្រោមកន្លែងនោះអ៊ីសាកដឹងខ្លួនឡើងវិញហើយឃើញសម្លេងរំខានចេញពីការស្ដាប់វិទ្យុរបស់គាត់វាហាក់ដូចជាមន្ត្រីមកពីមូលដ្ឋានកំពុងព្យាយាមភ្ជាប់ទំនាក់ទំនងជាមួយគាត់នេះធ្វើឲ្យអ៊ីសាកសប្បាយចិត្តនឹងគាត់ស្នើសុំភ្លាមសម្រាប់ការបំរុងទុកនិងការផ្គត់ផ្គង់វេជ្ជសាស្ត្រនៅពេលគាត់បន្តនិយាយគាត់ទទួលបានសង្ស័យពេលមន្ត្រីសុំឲ្យគាត់លាតត្រដាងពីតួនាទីរបស់គាត់ក្នុងការផ្ដល់សម្ភារពេទ្យមន្ត្រីមកពីភាគីម្ខាងទៀតក៏ណែនាំអ៊ីសាឲ្យក្រោកឈរហើយបាញ់ទៅលើអាកាសដើម្បីឲ្យពួកគេអាចទទួលបានទីតាំងពិតរបស់គាត់ពេលលើអ៊ីសាឆ្លើយថាសកម្មភាពគឺប្រឆាំងនឹងពិធីការបន្ទាប់ពីនេះគាត់បានផ្ដោតលើការសង្កត់សម្លេងបុរសនោះហើយដឹងថាគាត់មិនមែនជាមន្ត្រីអាមេរិកទេប៉ុន្តែជាអ្នកលបបាញ់ពីភាគីម្ខាងទៀតដែលចូលប្រើប្រេកង់វិទ្យុមូលដ្ឋានអាមេរិកទោះបិទបាំងអ្នកលបបាញ់ក៏គាត់នៅតែសុំឲ្យអ៊ីសានិយាយបន្តទៀតដោយគាត់ចង់ដឹងអំពីគាត់ដំបូងឡើយអ៊ីសាបដិសេធសំណើរបស់គាត់ប៉ុន្តែពេលអ្នកលបបាញ់គំរាមបាញ់ Matthews ម្ដងទៀតអ៊ីសាយល់ស្របគាត់ស្នើឲ្យអ្នកលបបាញ់ទៅមុនហើយយកឱកាសនេះគាត់ចាប់ផ្ដើមគូផែនទីរបស់គេហទំព័រនៅលើដីដោយព្យាយាមកណនីទីតាំងដែលអាចធ្វើបានអ្នកលបបាញ់បន្ទាប់ពីផ្អាកមួយរយៈអ្នកលបបាញ់ប្រាប់អ៊ីសេកថាគាត់គ្រាន់តែជាពលរដ្ឋអ៊ីរ៉ាក់ធម្មតាប៉ុណ្ណោះព្យាយាមជួយសង្គ្រោះប្រទេសរបស់គាត់បន្ទាប់មកអ្នកលបបាញ់សួរអ៊ីសាអំពីគ្រួសាររបស់គាត់ប៉ុន្តែអ៊ីសាមិនព្រមឆ្លើយទៅគាត់ដោយអះអាងថាសំណួរជារឿងផ្ទាល់ខ្លួនពេកអ៊ីសាក៏ចំអកឲ្យអ្នកលបបាញ់ដោយប្រាប់គាត់ថាគាត់សម្លាប់មនុស្សដែលកំពុងតែព្យាយាមអភិវឌ្ឍប្រទេសគាត់
ឬបែបនេះអ្នកលបបាញ់គ្រាន់តែសើចហើយឆ្លើយថាគាត់ដឹងថាលុយមិនមែនសម្រាប់ប្រទេសរបស់គាត់ទេប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកក្រោយមកនៅពេលដែលអ៊ីសាកមិនបង្ហាញអ្វីអំពីខ្លួនគាត់អ្នកលបបាញ់គំរាមម្ដងទៀតថានឹងបាញ់ Matthews ទោះជាយ៉ាងណាក៏ដោយលើកនេះអ៊ីសាកបានបដិសេធការគំរាមកំហែងជាការឆ្លើយតបអ្នកលបបាញ់បង្ហាញថាគាត់ដឹងអំពីការស្លាប់របស់ Dian នេះធ្វើឲ្យអ៊ីសាកភ្ញាក់ផ្អើលហើយគាត់ឆ្ងល់ថាតើអ្នកលបបាញ់ទទួលបានព័ត៌មាននេះដោយរបៀបណាមួយសន្ទុះក្រោយមកគាត់បានព្យាយាមផឹកទឹកពីដបរបស់គាត់ប៉ុន្តែបានរកឃើញរន្ធមួយនៅក្នុងនោះដែលបណ្ដាលមកពីការបាញ់របស់អ្នកលបបាញ់ក៏ដឹងពីស្ថានភាពរបស់អ៊ីសាកខណៈដែលគាត់បង្ហាញថាគាត់រត់គេចពីកន្លែងអ្នកលបបាញ់ប្រាប់អ៊ីសាកបន្ថែមទៀតថាគាត់នឹងត្រូវស្លាប់មុនព្រឹកដោយសាររឿងនោះការបាត់បង់ឈាមយ៉ាងខ្លាំងពីជង្គង់របស់គាត់នៅក្នុងឈុតខាងក្រោមអ៊ីសាកព្យាយាមស្វែងរកអាវុធពិតប្រាកដអ្នកលបបាញ់កំពុងប្រើនៅពេលនេះគាត់ក៏ហៅអ្នកលបបាញ់ថាជាភេរវករដែរប៉ុន្តែចុងក្រោយគឺសាមញ្ញសើចហើយរំលឹកអ៊ីសាកថាគាត់នៅស្រុកក្រៅកាន់កាំភ្លើងសម្លាប់មនុស្សបន្ទាប់ពីសម្លឹងមើលវិសាលភាពរបស់គាត់មួយរយៈទីបំផុតអ៊ីសាកបានរកឃើញថាអ្នកលបបាញ់កំពុងលាក់ខ្លួននៅក្នុងគំនរសម្រាមដោយវិភាគលើលក្ខខណ្ឌដ៏លំបាកនៅទីនោះអ៊ីសាកសន្និដ្ឋានថាអ្នកលបបាញ់គឺវិជាជីវៈហើយក៏ប្រកាសថាគាត់ជាយូបាទោះយ៉ាងណាក៏ដោយអ្នកលបបាញ់បដិសេធថាមិនមែនជាយូបាហើយអះអាងខ្លាចជាបរិសុទ្ធជនជាតិអ៊ីរ៉ាក់ធម្មតាដោយឬដូច្នេះអ៊ីសាកប្រាប់អ្នកលបបាញ់ថាគាត់ត្រូវតែជាទាហានអាមេរិកមន្ត្រីដែលក្រោយមកបានក្បត់ពួកគេអ្នកលបបាញ់ម្ដងទៀតច្រានចោលការអះអាងនេះហើយប្រាប់គាត់ថាគាត់គ្រាន់តែសម្រាប់មនុស្សដែលវាប្រហារគាត់មុនមិនយូរប៉ុន្មានអ៊ីសាកក៏ដួលលើដីដោយសារខ្វះជាតិទឹកនឹងអស់កម្លាំងក្រោយមកអ្នកលបបាញ់ប្រាប់អ៊ីសាកថាបន្ទាប់ពីគាត់ស្លាប់គាត់នឹងកាត់ស្បែកមុខហើយដាក់អណ្ដាតទៅទ្រូងបន្តិចក្រោយមកអ៊ីសាកគ្រងនឹងបញ្ឆោតអ្នកលបបាញ់ដោយដាក់មុខនឹងអាវធំរបស់គាត់នៅលើឈើជាអកុសលអ្នកលបបាញ់មិនដួលទេវាហើយអ៊ីសេកបាត់បង់មុខសុវត្ថិភាពរបស់គាត់ក្នុងអំឡុងពេលដំណើរការចាក់ចេញដោយគ្មានជំរឿផ្សេងទៀតអ៊ីសេករត់អត្តឃាតឆ្ពោះទៅរកទាហានដែលបានស្លាប់នៅក្បែរនោះដើម្បីរកមើលថាតើគាត់មានរបស់មានប្រយោជន៍នៅក្នុងកាបូបរបស់គាត់ប៉ុន្តែបន្ទាប់ពីគាត់ត្រឡប់មកវិញគាត់បានរកឃើញថាវិសាលភាពរបស់គាត់ត្រូវបានខូចខាតនិងមិនអាចប្រើដើម្បីស្វែងរកអ្នកលបបាញ់បានទេទន្ទឹមនឹងនេះអ៊ីសាកមានអារម្មណ៍រំខានខ្លះនៅក្នុងវិទ្យុរបស់គាត់ផ្ដល់សញ្ញាឲ្យដឹងថា Matthews ពិតជានៅរស់គាត់ស្រែកដាក់ម៉ាថាយហើយផ្ដល់គាត់ជាមួយនឹងទីតាំងរបស់អ្នកលបបាញ់ Matthews យកនិមិត្តសញ្ញាភ្លឺចេញពីហោប៉ៅរបស់គាត់ក្រឡេកមើលគំនរសម្រាមជាមួយនឹងអ៊ីសាកព្យាយាមបំបែអារម្មណ៍អ្នកលបបាញ់ម៉ាថាយឺឆ្ពោះទៅកាន់កាំភ្លើងរបស់គាត់ជាមួយគ្នានេះអ្នកបាញ់ប្រហារបានលាតត្រដាងថាគាត់ធ្លាប់ជាគ្រូបង្រៀននៅក្នុងទីក្រុងបាក់ដាតប៉ុន្តែបន្ទាប់ពីសិស្សរបស់គាត់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហាររបស់អាមេរិកគាត់បានសម្រេចចិត្តសងសឹកការស្លាប់របស់ពួកគេទន្ទឹមនឹងនេះអ្នកលបបាញ់សួរអ៊ីសាកអំពីមូលហេតុដែលគាត់បន្តអនុវត្តវិសាលភាពដែលមានកំហុសនៅពេលដែលអ៊ីសាកមិនឆ្លើយតបមួយរយៈអ្នកលបបាញ់គំរាមបាញ់ Matthews ភ្លេចថាគាត់នៅរស់បន្ទាប់មកអ៊ីសាកលាតត្រដាងថាគាត់មានវិសាលភាពក្នុងការចងចាំរបស់គាត់មិត្ត Dian គាត់ក៏បង្ហាញផងដែរថាកំហុសរបស់គាត់នាំឲ្យ Dian ត្រូវបានសម្លាប់ក្នុងពេលនេះ Matthews ដាក់កាំភ្លើងរបស់គាត់ហើយតម្រង់ទៅគំនរសម្រាមគាត់បាញ់ច្រើនដងប៉ុន្តែពេលគាត់ទៀតនឹងផ្ទុកកាំភ្លើងរបស់គាត់ឡើងវិញអ្នកលបបាញ់បានបាញ់គាត់មកវិញដែលវាគាត់ត្រង់ស្មារបស់គាត់ដោយសារតែអ៊ីសាកនេះណែនាំ Matthews ឲ្យវាទៅរកគាត់ជាអកុសលមុនពេល Matthews អាចទៅដល់អ៊ីសេកគាត់ត្រូវបានគេបាញ់ចំពីក្រោយក្បាលរបស់គាត់ហើយស្លាប់ភ្លាមនៅពេលដែលឃើញអ៊ីសេកនេះបាក់បែកហើយនិយាយថាគាត់ចង់ត្រឡប់ទៅផ្ទះវិញអ្នកលបបាញ់ក៏ប្រាប់អ៊ីសាកថាបើវាជាអ្វីដែលគាត់ពិតជាចង់មែនគាត់មិនបាញ់គាត់ទេមួយសន្ទុះក្រោយមកអ្នកលបបាញ់សួរអ៊ីសាកអំពីមូលហេតុដែលគាត់នៅតែនៅទីនោះទោះបីជាសង្គ្រាមបានបញ្ចប់ទៅហើយក៏ដោយអ៊ីសាកឈប់មួយផ្លែតហើយឆ្លើយថាគាត់នៅទីនោះព្រោះជាអ្នកសម្លាប់ Dian ពិតប្រាកដបន្ទាប់មកអ៊ីសេកសារភាពថាគាត់បានបាញ់ Dian ដោយចៃដន្យខណៈពេលដែលគាត់កំពុងព្យាយាមបាញ់អ្នកលបបាញ់គាត់ក៏និយាយផងដែរថាគាត់បានកុហកមនុស្សគ្រប់គ្នាអំពី Dian ត្រូវបានសម្លាប់ដោយអ្នកលបបាញ់សត្រូវពេលគាត់កំពុងនិយាយជាមួយអ្នកលបបាញ់គាត់ឮសំឡេងខ្លះចេញពីឧបករណ៍បញ្ជូនវិទ្យុភ្លាមនោះគាត់បានលូនទៅវិទ្យុហើយព្យាយាមតាក់ទងទៅមូលដ្ឋានប៉ុន្តែជាសំណាងអាក្រក់របស់គាត់វិទ្យុបានខូចយ៉ាងខ្លាំងដែលគាត់បានត្រឹមតែយឺការសន្ទនាបន្តប៉ុណ្ណោះហើយមិនអាចសុំជំនួយបានទេរំពេចនោះគាត់ឮអ្នកលបប្រើឈ្មោះសុំជំនួយពីមូលដ្ឋានទីបំផុតអ៊ីសាកបានភ្ញាក់ផ្អើលថាអ្នកលបបាញ់បានតាក់ទងនឹងមូលដ្ឋានអាមេរិកហើយសុំជំនួយបន្ថែមគ្រប់ពេលវេលាគាត់ព្យាយាមរំខានការសន្ទនាប៉ុន្តែបរាជ័យរាល់ពេលនៅក្នុងឈុតបន្ទាប់អ៊ីសាកភ្ញាក់ពីដំណេកដោយសត្វក្អែកមួយក្បាលកំពុងរបួសជើងគាត់អាចអូសកាំភ្លើង Matthew Sniper ហើយតម្រង់ទៅអ្នកលបបាញ់ដែលលាក់ខ្លួនក្នុងគំនរសម្រាមស្រាប់តែគាត់ក៏សម្គាល់ឃើញឧទ្ធម្ភាគចក្រខិតមកជិតហើយបង្ហាញទីតាំងរបស់គាត់ក៏រុញទម្លាក់ជញ្ជាំងនៅពីមុខគាត់អ្នកលបបាញ់ក៏ព្យាយាមរកអ៊ីសេកប៉ុន្តែដោយសារធូលីពីជញ្ជាំងដែលធ្លាក់គាត់មិនអាចរកឃើញគាត់បានទេបន្ទាប់ពីទទួលបានទីតាំងអ្នកលបបាញ់អ៊ីសេកក៏បាញ់ដែរប៉ុន្តែមិនអាចបញ្ជាក់ថាតើការបាញ់របស់គាត់បានប៉ះចំគោលដៅឬក៏អត់ដើម្បីស្វែងយល់គាត់ក្រោកឈរឡើងពីទីតាំងរបស់គាត់ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលគាត់មិនត្រូវបានបាញ់ត្រឡប់មកវិញដោយអ្នកលបបាញ់នោះទេជាលទ្ធផលគាត់គិតថាការបាញ់របស់គាត់ត្រឹមត្រូវហើយអ្នកលបបាញ់របួសឬស្លាប់មិនយូរប៉ុន្មានឧទ្ធម្ភាគចាក់ចុះពីក្រោយគាត់ហើយទាហានក៏ដឹកគាត់តាមរទេះរុនអ៊ីសេកព្យាយាមប្រាប់ពួកគេអំពីអ្នកលបបាញ់ដែលលាក់ខ្លួនប៉ុន្តែមិនអាចតាក់ទងជាមួយអ្នកបានឡើយមន្ត្រីឲ្យបានត្រឹមត្រូវបន្ទាប់ពីឧទ្ធម្ភាគចាក់ហោះឡើងអ្នកលបបាញ់ភ្លាមចាប់ផ្ដើមបាញ់
ទីហ៊ានម្ដងមួយមុនពេលអ៊ីសាអាចប្រមានទីហ៊ានអំពីអ្នកលបបាញ់អ្នកបើកយន្តហោះត្រូវបានបាញ់ហើយឧទ្ធម្ភាគចក្រក៏ធ្លាក់លើដីនិងសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះក្នុងជួរចុងក្រោយអ្នកលបបាញ់ហៅមូលដ្ឋានទីហ៊ានអាមេរិកហើយសួររកក្រុមសង្គ្រោះមួយទៀត